Sự đây là ngọc khía nhôm bát mua bao mình xì nhôm bát chỉ cứu computer ca ra chana graphic đa computer hai nơi mà chạm đó một đồng đam chỉ vẽ hai tập bột mồm ngàyนี้យើងមានប្រធានបទមួយពាក់ព័ន្ធនឹងការធ្វើស្លាកយីហោពាក់ព័ន្ធនឹងជួសជុលម៉ូតូអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបនៃការធ្វើផ្លាកនេះទាំងអស់គ្នាការងាររបស់យើងនឹងពាក់ព័ន្ធនឹងស្លាកជួសជុលម៉ូតូអញ្ចឹងទំហំវាដែលមានຂະຫນາດ90 គុណនឹង1.3 ម៉ែត្រអញ្ចឹងនៅក្នុងផ្លាកនេះយើងមានការ design ពាក់ព័ន្ធនឹង color gradient ពាក់ព័ន្ធនឹងអក្សរ mode ហើយនឹងស្រមោលហើយពាក់ព័ន្ធនឹងរូបភាពហើយនឹងមានលេខទូរស័ព្ទហើយនឹង Telegram អញ្ចឹងរបៀបធ្វើរបស់យើងចាប់ផ្ដើមបើកកិច្ចការរបស់យើងមកបន្តមកទៀតយើងចាក់ពណ៌របស់វាអញ្ចឹងយើងរើសកន្លែង color rectangle នឹងមកបន្តមកយើងរើសពណ៌វាអញ្ចឹងពេលដែលយើងចាប់ផ្ដើមចាក់យើងរើសអាកន្លែងចំណុចខាងមុខនេះហើយយើងចាក់ពណ៌ទៅហើយប្រភេទ color យើងមើលនៅក្នុងអត្ថបទរបស់យើងcolor វាប្រភេទ color ពណ៌លឿងនៅខាងលើក្រហមនៅខាងក្រោមអញ្ចឹងយើង select លើវាអញ្ចឹងមកយើងផ្លាស់ប្ដូរពណ៌វាតាមនឹងទៅបន្ទាប់ពីយើងធ្វើពណ៌នេះហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺការសរសេរអក្សរធ្វើជាស្រមោលអញ្ចឹងយើងដាក់អក្សរមកជាងវាយុអញ្ចឹងប្រភេទហ្វុងអក្សរនេះយើងឃើញម៉ូដឃើញក្បាច់នេះគេហៅថាប្រភេទហ្វុង KX អញ្ចឹងកន្លែងហ្វុងអក្សរនេះគឺយើងបដូរមក KX មកប្រភេទអក្សរនេះគឺហ្វុង KX អញ្ចឹងយើងពេលដែលយើងចាប់ផ្ដើមសរសេរយើងសរសេរឈ្មោះអញ្ចឹងមកហើយអ្វីដែលយើងត្រូវមើលបន្តទៀតគឺឈ្មោះហ្នឹងមានពណ៌ឲ្យខ្លះអញ្ចឹងអក្សរហ្នឹងវាមានពណ៌ក្រហមអញ្ចឹងយើង select លើពណ៌ក្រហមបន្តមកទៀតយើងមើលរូបរបស់គេអញ្ចឹងវាមានស្រមោលពណ៌សហើយនិងស្រមោលពណ៌ប្រផេះអញ្ចឹងដើម្បីដាក់ស្រមោលវាបានយើង copy វាមួយយើងយកពាក្យថា object ហើយយកពាក្យ expand ដើម្បីសម្រាប់វាដើម្បីដាក់ស្រមោលអញ្ចឹងបន្តមកយើងរើសពាក្យថា basic ហើយយើងរើសប្រភេទពណ៌ដែលធំនឹងមកហើយយើងរើស color របស់យើងយកពណ៌សអញ្ចឹងអានេះគេហៅថា stroke ហ្នឹងបានន័យថាពាក់ព័ន្ធនឹងស្រមោលខាងក្រៅអញ្ចឹងស្រមោលខាងក្រៅយើងប្រភេទរើសស្រមោលហ្នឹងរៀងធំតិចមកប្រហែលជា4អីចឹងទៅបន្ទាប់មកទៀតយើង copy យកស្រមោលពណ៌ប្រផេះមួយទៀតមកអញ្ចឹងយើងរើសពណ៌ប្រផេះអញ្ចឹងមកបន្ទាប់មកយើងយកប្រផេះនេះឲ្យវានៅពីក្រោមអញ្ចឹងយើងយកពាក្យថា arrange មកយកពាក្យថា send to back អញ្ចឹងវាចេញស្រមោលពណ៌ប្រផេះនៅពីក្រោមអញ្ចឹងឈ្មោះរបស់យើងមកស្ដាំយកពាក្យ arrange ឲ្យ send to front ដើម្បីឲ្យវានៅពីលើអញ្ចឹងយើង copy អញ្ចឹងមកតោះមកយើងមកស្ដាំយកពាក្យថា group អញ្ចឹងយើងគោរពអក្សរនឹងមកដើម្បីងាយស្រួលយើងលើកទៅមានឈ្មោះនៅនឹងស្រាប់ហ្នឹងហើយប៉ុណ្ណឹងហើយពាក់ព័ន្ធនឹងអក្សរនេះយើងសរសេរមកជួសជុលម៉ូតូគ្រប់ធន់អញ្ចឹងពេលអក្សរនេះដូចគ្នាយើងសរសេរអក្សរនេះហើយបន្ទាប់មកយើង copy ដូចគ្នាយើងចាក់ស្រមោលដូចគ្នាបន្ទាប់មកយើងគ្រប់វាចូលគ្នាដើម្បីឲ្យវាមានអក្សរមានស្រមោលដើម្បីមើលទៅអក្សររបស់យើងនឹងលេចធ្លោស្អាតអញ្ចឹងយើង copy ដាក់មកបន្តមកទៀតពាក់ព័ន្ធនឹងរូបភាពអញ្ចឹងរូបភាពរបស់យើងមានរូបម៉ូតូរូបលាងម៉ូតូរូបប៉ះកង់ឡានឬក៏បូមឬក៏នេះហ្នឹងយើង copy រូបដាក់មកអញ្ចឹងរូបហ្នឹងជាទូទៅបើសិនជាយើងអត់មានរូបស្រាប់ទេយើង download តាមអ៊ីនធឺណិតមកតាមGoogle តាមអីមកអញ្ចឹងប្រភេទរូបនេះយើង download ហើយស្រេចហើយអញ្ចឹងយើងយកមកវាចាត់ចែងយើងរៀបនៅក្នុងហ្នឹងអញ្ចឹងយើងអាច design តាមរូបដែលយើងធ្វើហើយប្រភេទនៃការ design នេះយើងមិនបាច់ធ្វើតាមរូបគេ 100% ក៏បានដែរសំខាន់ការ design របស់យើងគំនិតរបស់យើងអញ្ចឹងយើង design តាមនឹងមកប្រភេទកង់ប្រភេទបូមហើយបន្តមកទៀតយើងគូសមានពណ៌ខាងក្រោមនេះ
anh nó po blue po khiêu chấn dương sẽ lấy được po này máu và to mà tiết dương đã lấy tuổi sắm chẳng lấy tuổi sắm này bờ sân chia ở tệ chôn vào dương quạt vừa plạ vừa ấy chẳng dương thua tam lấy tuổi sắm bọc quạt tại sao đấy dương plạ cầm râu chẳng dương thua tam plạ bọc kia máu đã lấy tuổi sắm chúng đã lấy tuổi sắm tam nâng máu và to mà tiếtประเภท po lấy tuổi sắm đấy cứ po sò chẳng ประเภท po bỏ dương dương miền pìទីមួយប្រភេទខាងនេះគឺប្រភេទសមោលខាងក្រៅអានេះគឺពណ៌អសអញ្ចឹងយើងហៅពណ៌អសនឹងមកយើងលើកប្រភេទអសយើងយកមកដាក់មកអញ្ចឹងខាងមុខនេះមាន logo Telegram មួយទៀតអញ្ចឹងយើង download logo នេះមកមួយទៀតមកតោះមកយើងដាក់ logo នេះចូលមកការស្រេចអញ្ចឹងផ្លាករបស់យើងគឺមានប៉ុណ្ណឹងប៉ុន្តែប្រភេទនៃការ design នៅក្នុងនេះគេមានសេរីអានេះអញ្ចឹងយើងអាចចាក់ជាពណ៌នឹងដូចគ្នាហើយដូចរបស់គេមកអញ្ចឹងប្រភេទពណ៌យើងរើសដូចគ្នាមកយើងយកពណ៌ប្រភេទពណ៌ gradient ហ្នឹងពណ៌នេះមកអញ្ចឹងរូបនេះវាមានពណ៌សងខាងអញ្ចឹងយើងយកចុចពាក្យថា al យើង copy អាហ្នឹងឲ្យបានពីរមកហើយយើងពាក្យថា transform យើងពាក្យថា reflect នេះគឺត្រឡប់វាហើយអូខេទៅនេះអញ្ចឹងយើងមើលការងាររបស់យើងគឺប៉ុណ្ណឹងអញ្ចឹង design ផ្លាកយើងសំខាន់បំផុតគឺយើងយល់ពីអតិថិជនថាគាត់ចង់បានអីគាត់ចង់បានផ្លាករបស់គាត់នឹងមានរូបអីពាក់ព័ន្ធនឹងអក្សរហ្នឹងហើយការងាររបស់យើងមានតែប៉ុណ្្នឹងអញ្ចឹងការងារពាក់ព័ន្ធនឹងផ្លាកជាងម៉ូតូគឺមានតែប៉ុណ្្នឹងទេអរគុណចាទស្សនានិងសិក្សាអំពីផ្លាកហ្នឹងអរគុណ